បាទសូមគោរពលោកពងអ្នកម្ដាយកុមារយុវវ័ននិងប្រិមិត្តមកកាន់វេទិកាអួយកំណត់កុមារយុវវ័នវគ្គទី46នៅក្នុងវគ្គទី46នេះខ្ញុំសូមលើកប្រធានបទមួយទៀតដែលមានលក្ខណៈឆ្លើយឆ្លងជាមួយនឹងវគ្គទី44 45ពីព្រោះវគ្គទី44ខ្ញុំនិយាយអំពីក្របពូជកុមារយុវវ័នហើយវគ្គទី45ខ្ញុំនិយាយអំពីការដាំភាពជឿជាក់ទៅលើសមត្ថភាពខ្លួនឯងនៅក្នុងវគ្គទី46នេះខ្ញុំលើកឡើងអំពីក្របពូជកុមារយុវសហគ្រិនភាពដែលយើងប្រើប្រាស់ដើម្បីបន្តគាត់ឲ្យក្លាយទៅជាម្ចាស់ SME នាពេលអនាគតហើយយើងនឹងរៀបចំផែនទីជីវិតសម្រាប់គាត់ណាហើយគាត់អាចយកទៅប្រើប្រាស់បានហើយគាត់អាចនឹងជោគជ័យទៅតាមការប្រឹងប្រែងរបស់គាត់រៀងៗខ្លួនហើយជាមួយនឹងការរំពឹងទុករបស់យើងអ្នកដែលកំពុងតែនិយាយពិភាក្សាបបាច់បើគ្នានេះយើងចង់ឲ្យគាត់ជោគជ័យមិនចំណាយពេលយូរពេកទេនៅក្នុងជីវិតរបស់គាត់ខ្ញុំជឿថាអ្នកស្ដាប់យើងមួយចំនួនណានោះគឺជោគជ័យហើយនៅក្នុងជីវិតជាអាជីវករជាម្ចាស់អាជីវកម្មប៉ុន្តែគាត់ថារៀងលេតតិចរៀងយឺតតិចតើអាយុ40ផ្លាយហើយឬក៏50ផ្លាយហើយបានយើងជោគជ័យណាប៉ុន្តែខ្ញុំនិយាយនេះខ្ញុំចង់ឲ្យកុមារយុវវ័នរបស់យើងហ្នឹងទាំងអស់គ្នាហ្នឹងយើងពិភាក្សាថាធ្វើម៉េចឲ្យកុមារយុវវ័នរបស់យើងគាត់ធ្វើតែអាយុ19 20 21ឬក៏យើងនិយាយថា20ស្ដើង30ស្ដើងឲ្យគាត់ជោគជ័យពីព្រោះអីនៅពេលដែលមានកុមារយុវវ័នគាត់ខ្លាចទៅជាម្ចាស់ SME ច្រើនអញ្ចឹងទៅគឺគាត់បង្កើតបានការងារច្រើនសម្រាប់ពលរដ្ឋដែលគាត់មិនទាន់មានឱកាសបង្កើតអាជីវកម្មគាត់ទៅបំពេញការងារនៅក្នុងក្រុមហ៊ុនឬក៏សហគ្រាសដែល SME owner គាត់បង្កើតបានហើយពលរដ្ឋយើងមិនបាច់ចាំទៅបំពេញការងារនៅខាងក្រៅដើម្បីរកប្រាក់ចំណូលពីខាងក្រៅទៀតទេបាទអញ្ចឹងមកយើងនិយាយជាមួយនឹងក្របពូជគំនិតដែលជាក្របពូជទី1ហើយក្របពូជគំនិតនេះគឺឬក៏យើងថាគិតនេះគឺខ្ញុំស្រង់ចេញអំពីបុគ្គលដែលគេជោគជ័យកន្លងមកហើយនៅលើពិភពលោកនេះខ្ញុំឧទាហរណ៍មួយគឺ Walt Disney នេះគឺគាត់កើតនៅឆ្នាំ1901នៅសហរដ្ឋអាមេរិកហើយគាត់គឺជាកាលនោះគាត់នៅជាកុមារនៅជាយុវជនហើយគាត់មានការលំបាកការសិក្សាគាត់មានជំងឺប្រភេទជំងឺមួយយ៉ាងដែលមានការលំបាកនៅក្នុងការទទួលយកចំណេះដឹងពីសាលារៀនសរសេរអាននិយាយស្ដីហ្នឹងគាត់ពិបាកជំងឺហ្នឹងហៅជាជំងឺdyslexia ជំងឺប្រភេទហ្នឹងគឺដល់ពេលអញ្ចឹងទៅគាត់ប្រើអត់បានប្រើការនិយាយប្រើការសរសេរប្រើការអានហ្នឹងបានប៉ុន្តែនៅក្នុងកម្រិតយឺតហើយมันល្អប្រសើរដោយកុមារដទៃទៀតអញ្ចឹងគាត់ចាប់ផ្ដើមប្រើគាត់ចាប់ផ្ដើមរិះរកការប្រើប្រាស់សមត្ថភាពតខ្លួនហ្នឹងគឺយកការគិតធ្វើជាចម្បងគាត់គិតហើយគាត់ចូលចិត្តគូដល់ពេលគិតហើយគូបង្កើតបានជារូបភាពផ្សេងហើយផ្គុំបញ្ចូលគ្នាបង្កើតបានជាគំនូរជីវចលខ្ញុំជឿថាលោកស្រីពិតជាបានធ្លាប់ល្បីធ្លាប់ឮធ្លាប់ឃើញធ្លាប់មើលធ្លាប់ទស្សនាគំនូរជីវចលរបស់គាត់ដែលមានតួឯកគឺMickey Mouse ហ្នឹងហើយអញ្ចឹងល្បីគាត់នៅឆ្នាំ1923គឺកាលនោះគាត់អាយុដូច22ឆ្នាំហើយគឺគាត់ចាប់ផ្ដើមល្បីជាមួយនឹងគំនូរជីវចលរបស់គាត់ដែលមានតួអង្គ Mickey Mouse នោះហើយបន្ទាប់ពីល្បីហ្នឹងគឺគាត់បង្កើតបានជា Disney Company Disney Park ដែលមនុស្សម្នាទាំងពួងទៅទស្សនាឧទ្យាន Disney របស់គាត់ទៅតម្រូវឲ្យបង់ប្រាក់ចូលទស្សនាហ្នឹងរហូតទៅដល់គាត់ខ្លាយទៅជាសេដ្ឋីពាន់លានអញ្ចឹងនេះគឺជាសមិទ្ធផលនៃការគិតរបស់គាត់នៅពេលដែលគាត់គិតគាត់ផលិតបាននៅអ្វីដែលខ្ញុំរៀបរាប់បាញ់មិញអញ្ចឹងបើសិនជាយើងអាចរៀនសូត្រពីគាត់បានបន្សល់ទុកនៅឃ្លាមួយថាបើអ្នកអាចស្រមៃបាននោះអ្នកនឹងអាចធ្វើវាបាននេះគឺជាសមិទ្ធផលនៃគំនិតរបស់ Walt Disney ឥឡូវក្របពូជមួយទៀតដែលយើងអាចប្រើប្រាស់សម្រាប់បណ្ដុះកុមារយុវវ័នយើងឲ្យក្លាយទៅជាម្ចាស់ SME មួយទៀតគឺបន្ទាប់ពីគិតហើយទៅសាកព្រោះឯការគិតគ្រាន់តែលទ្ធផលវាបានមកជាគំនិតដែរបើសិនជាមិនសាកគឺមិនដឹងថាគំនិតហ្នឹងមានប្រសិទ្ធភាពប៉ុណ្ណាទេអញ្ចឹងតតែសាកបានដឹងហើយខ្ញុំអាចលើកឧទាហរណ៍បុគ្គលដែលជាកុមារជាយុវជនព្រោះគាត់ឈ្មោះថា Nick Dalloy គាត់កើតនៅឆ្នាំ1995គាត់ជាយុវជនចក្រភពអង់គ្លេសណាហើយនឹងឲ្យគាត់ទៅរៀនទៅសូត្រអីចឹងហើយគាត់អានទស្សនាវដ្តីអីផ្សេងណាសារព័ត៌មានផ្សេងឃើញថាអត្ថបទឯកសារហ្នឹងវែងហើយសភៅមេរៀនក៏វែងដែរអញ្ចឹងគាត់ក៏ដូចជាសិស្សដទៃទៀតដូចជាអ្នកអានដទៃទៀតគាត់មានការលំបាកក្នុងការសង្ខេបនៃ
ខ្លឹមសារចម្បងនៃអត្ថបទឬក៏មេរៀនទាំងនោះក៏គាត់គិតថាចុះបើសិនជាគាត់អាចសរសេរជាកម្មវិធីដើម្បីសង្ខេបខ្លឹមសារទាំងនោះអត្ថបទអស់ទាំងនោះដែលមានកម្រាស់រាប់សិបរាប់រយទំព័រហ្នឹងឲ្យទៅជាធម្មតា1 2 3ទំព័រហើយមានខ្លឹមសារអាចចាប់យកខ្លឹមសារគោលពីអត្ថបទទាំងនោះតើវាយ៉ាងម៉េចដែរវាមិនមែនជាអ្វីដែលមនុស្សផងទាំងពួងចង់បានឬក៏យ៉ាងណាចម្លើយឆ្លើយថាគឺគេចង់បានអញ្ចឹងក៏គាត់បន្ទាប់ពីគិតគាត់អត់មានទុកការគិតនឹងចោលទេគាត់ចាប់ដើមសរសេរ app គាត់សរសេរកូដសរសេរកម្មវិធីកុំព្យូទ័របង្កើត app មួយឈ្មោះថា Samly គាត់បង្កើតហើយគាត់យកអាហ្នឹងទៅឲ្យមិត្តភ័ក្តិឲ្យគ្រូឲ្យមិត្តរួមសាលាមិត្តរួមថ្នាក់គាត់ហ្នឹងប្រើដើម្បីឲ្យមានលទ្ធផលជា feedback ជាព័ត៌មានត្រឡប់ជាការកែសម្រួលថាប្រើទៅវាល្អប៉ុណ្ណាវានៅខ្វះខាតយ៉ាងណាក៏គាត់យកមកកែបន្តទៀតរហូតទៅដល់អាយុ15ឆ្នាំគឺ assembly នឹងចាប់ផ្ដើមល្បីហើយគាត់ចាប់ផ្ដើមធ្វើការផ្សព្វផ្សាយ Samly ប្រកបណា app នឹងឈ្មោះ Samly ហើយការផ្សព្វផ្សាយលើទៅដល់ Yahoo ក៏តែកម្មវិធីសង្ខេបអត្ថបទសង្ខេបមេរៀនអីផងឯងហ្នឹងគឺដូចជាល្បីសុំទិញបានអត់តែមានអីលក់ហើយក៏ចរចាគ្នាត្រូវថ្លៃគ្នាគាត់ទទួលបានប្រាក់ចំណូលពី Yahoo ណា Yahoo ព្រមទិញនៅក្នុងតម្លៃ$30 លានហើយពេលហ្នឹងគាត់ខ្វះតែ2សប្តាហ៍ទៀតគាត់អាយុ18ឆ្នាំយើងគិតមើលអាយុ18ឆ្នាំគាត់រលួយបាន$30 លាននោះគឺជាលទ្ធផលនៃការគិតឲ្យសាកបាទក្របពូជនេះដែលលយស្វ័យនេះដែលគាត់ប្រើក្របពូជកំណត់ក្របពូជទី2ហ្នឹងគឺសាកហ្នឹងក៏គាត់បានបន្សល់ទុកនៅ quote មួយដែរគាត់បន្សល់ទុកថាអាយុមិនមែនជាកត្តាកំណត់នៃភាពជោគជ័យទេគាត់បន្សល់ទុកឲ្យយើងអញ្ចឹងមានន័យថាក្មេងអាយុនៅក្មេងក៏ដោយក៏មិនមែនជាអ្វីដែលត្រូវតែយើងប្រើទម្លាប់ចាស់ថាតើធំដឹងក្តីតើរៀនចប់ថ្នាក់ទី12ហើយបានយើងត្រូវរៀនសរសេរកូដស្អីទេអញ្ចឹងនៅក្នុងចំណុចនេះខ្ញុំសូមលើកទឹកចិត្តឪពុកម្ដាយបើបានជាស្ដាប់ឮហើយពិចារណាបើសិនជាយើងធ្លាប់មានទស្សនៈថាក្មេងកូនខ្ញុំមកតូចណាស់គួរកាន់កុំព្យូទ័រកាន់ iPad កាន់ទូរស័ព្ទរៀនសរសេរកូដអីទេអាហ្នឹងសូមឲ្យពិចារណាឡើងវិញពីព្រោះអីដែលលយស្វ័យអាចជាគំរូមួយណាបាទអញ្ចឹងក្របពូជទី3ក្របពូជទី3គឺដោះក្របពូជទី1គិតក្របពូជទី2គឺសាកក្របពូជទី3គឺដោះស្រាយបញ្ហាណាម្ចាស់ SME ភាគច្រើនខ្ញុំមិនមានទិន្នន័យច្បាស់លាស់ប៉ុន្តែគាត់ដឹងថាភាគច្រើនគឺដែលគាត់ជោគជ័យនៅក្នុងកម្រិតណាមួយឬក៏ជោគជ័យរហូតទៅដល់ជាស្ថិតិពាន់លានហ្នឹងគឺគាត់ច្រើនតែជាអ្នកប្រកែមើលឃើញបញ្ហាគាត់បំលែងបញ្ហាឲ្យទៅជាកម្មវត្ថុអាជីវកម្មប្រកបហើយបន្ទាប់ពីគាត់បំលែងបញ្ហាហ្នឹងទៅជាកម្មវត្ថុអាជីវកម្មគាត់រកមើលដំណោះស្រាយហើយជាមួយបញ្ហាដល់ពេលគាត់រកឃើញបានហើយគាត់រកដំណោះស្រាយបានគឺគាត់បង្កើតបានជាសេវាកម្មឬជាផលិតផលសម្រាប់ឆ្លើយតបទៅនឹងតម្រូវការដែលជាបញ្ហារបស់អតិថិជនហ្នឹងយ៉ាងនេះគឺជាក្របពូជទី3ហើយក្របពូជទី3នេះខ្ញុំអាចលើកឧទាហរណ៍បុគ្គលមួយដែលអតីតភាពគាត់ជាកុមារដែរគឺ Ingwa Campbell ណាIngwa Campbell ហ្នឹងគឺគាត់កើតនៅឆ្នាំ1926ជាកុមារជនជាតិស៊ុយអែតណាហើយគាត់ជួយចិត្តរកទទួលទានពេលគាត់ធំដឹងក្តីទៅគាត់រលួយតាមរយៈការលក់ពេជ្រលក់សភៅលក់ខ្មៅដែលយើងរួមលក់ជាលក្ខណៈ stationery លក្ខណៈសម្ភារៈសម្រាប់ការសិក្សាតាមរយៈការដែលគាត់លក់របស់របរអស់ទាំងនោះគឺគាត់បានសង្កេតឃើញមានបញ្ហាពាក់ព័ន្ធទៅនឹងគ្រឿងសង្ហារិមការចំនួនហ្នឹងវាថ្លៃហើយវាថ្លៃវាពិបាកដឹកជញ្ជូនអញ្ចឹងដោយសារមានបទពិសោធន៍ការលក់ stationery ផងហើយដោយសារមហិច្ឆតាចង់ខ្លាយទៅជាអ្នកញ៉ាំបានផងគាត់ក៏ឆ្នៃបញ្ហារបស់អតិថិជនហ្នឹងដែលគាត់ពិបាកអង្គការសន្សំលុយទៅទិញគ្រឿងសង្ហារិមដែលថ្លៃហើយដឹកជញ្ជូនពិបាកទៀតក៏គាត់បង្កើតគ្រឿងសង្ហារិមដែលមានលក្ខណៈរាងស្ប៉ែតរាងស្ដើងហើយងាយនៅក្នុងការវេចខ្ចប់ហើយតម្លៃសមរម្យតម្លៃធូរថ្លៃអញ្ចឹងគេក៏ដោះស្រាយបញ្ហាហ្នឹងថាអ្វីដែលជាបញ្ហាគឺអតិថិជនពិបាកនៅក្នុងការសន្សំលុយទៅទិញរបស់ដែលថ្លៃហើយខណៈដែលទិញបានហើយត្រូវពិបាកក្នុងការដឹកជញ្ជូនទៀតអញ្ចឹងណាអញ្ចឹងគាត់បង្កើតផលិតផលរបស់គាត់ហ្នឹងដែលមានលក្ខណៈស្រាលស្ដើងងាយវេចខ្ចប់ហើយងាយដឹកជញ្ជូនហើយតម្លៃសមរម្យ
រហូតដល់ទីបំផុតគាត់បង្កើតបានអាណាចក្រ IKEA ខ្ញុំជឿថាលោកស្រីដែលប្រើប្រាស់គ្រឿងសង្ហារឹមគ្រឿងប្រើប្រាស់នៅផ្ទះអីហ្នឹងស្គាល់ហើយដូចម៉ាស៊ីនត្រជាក់ហ្នឹងស្គាល់ IKEA គឺជាសមិទ្ធផលនៃការដោះស្រាយបញ្ហាជនអតិថិជនរបស់ Ingvar Kamprad ណាហើយគាត់បានបន្សល់ទុកនៅមរតកគំនិតមួយគាត់ថាភាពជោគជ័យគឺបង្កប់នៅក្នុងភាពសាមញ្ញភាពជោគជ័យគឺបង្កប់នៅក្នុងភាពសាមញ្ញដោយគាត់បង្ហាញជូនមិញគាត់ថាធ្វើនឹងផលិតផលឲ្យវាមានលក្ខណៈសាមញ្ញទៅឲ្យវាធូរថ្លៃទៅហើយឲ្យវាឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋដែលមាន standard of living មានកម្រិតជីវភាពបែបសាមញ្ញបែបមិនជាអ្នកមានពេកក៏មិនជាអ្នកដែលខ្សត់ខ្សោយពេកអញ្ចឹងណាបាទនេះគឺជាក្របពូជទី3ហើយក្របពូជទី4គឺធ្វើណាយើងគិតយើងសាកយើងដោះស្រាយបញ្ហានៅពេលដែលយើងដោះស្រាយបញ្ហាយើងធ្វើ prototype ផលិតផលហើយឲ្យអតិថិជនចាប់ផ្ដើមពេញចិត្តយើងចាប់ផ្ដើមធ្វើហ្មងធ្វើមានថាចាប់ផ្ដើមផលិតហ្មងផលិតនៅក្នុងទ្រុងទេធំផលិតឲ្យមានបរិមាណច្រើនហើយរក្សាបាននូវគុណភាពទៅតាមអ្វីដែលយើងកំណត់ពីខាងដើមអញ្ចឹងទៅអញ្ចឹងវាឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់អតិថិជនដែលភ្លុកទឹកភ្លុកដីពេញនិយមជាមួយនឹងផលិតផលឬសេវាកម្មយើងផលិតបានច្រើនយើងលក់បានច្រើនយើងរកបានប្រាក់ចំណូលច្រើនណាអញ្ចឹងអ្នកដែលគិតអ្នកដែលសាកអ្នកដែលដោះស្រាយបញ្ហាបន្ទាប់មកគាត់ធ្វើពីព្រោះគាត់យល់ឃើញថាបើមានតែកំណត់ទេមិនព្រមសាកគឺអត់ដឹងថាកំណត់នឹងល្អប៉ុណ្ណាហើយពេលសាកទៅឃើញថាមានបញ្ហាត្រូវដោះស្រាយមិនហើយដល់ពេលយើងដោះស្រាយហើយនៅពេលដែលយើងមិនព្រមធ្វើទៅមុខទៀតគឺនៅតែលទ្ធផលនៅតែសូន្យនៅដែរលទ្ធផលនៅតែមិនចម្រុងចម្រើនដែរអញ្ចឹងត្រូវតែធ្វើបាទខ្ញុំលើកឧទាហរណ៍មួយនៃបុគ្គលឈ្មោះថា Colonel Sanders គាត់នេះគឺមានគាត់ចាប់បណ្ណាគាត់កើតនៅឆ្នាំ1890នៅសហរដ្ឋអាមេរិកហើយគាត់នេះកើតនៅក្នុងវណ្ណៈមិនជាអ្នកមានបានទេគ្រួសារគាត់ហ្នឹងគឺខ្សត់ខ្សោយហើយគាត់តត្រុកដើររកការងារធ្វើនេះផងធ្វើនោះផងគាត់ធ្វើតាំងពីអ្នកបោសសម្អាតធ្វើតាំងពីអ្នកបើកបរឡានធ្វើតាំងពីអ្នកធ្វើជាបុគ្គលិកលក់ធានារ៉ាប់រងអីផ្សេងៗណាតាមរយៈបទពិសោធន៍នេះបូកនឹងគេហៅថាការងារចំណងប្រចាំថ្ងៃរបស់គាត់នៅផ្ទះហ្នឹងគាត់ជួយចិត្តចំអិនអាហារគាត់បង្កើតបានយកបទពិសោធន៍លក់ដែលខ្ញុំរៀបរាប់មិញហ្នឹងហើយបូកនឹងចំណងជំនាញគាត់នៅផ្ទះហ្នឹងគាត់បង្កើតជាមន់បំពងលក់មន់បំពងបង្កើតជារូបមន្តបំពងមន់លក់ណាហើយបង្កើតបានរូបមន្តហ្នឹងហើយបំពងមន់លក់ហើយគេទិញគេអីចឹងក៏ឃើញថាឱកាសល្អគាត់យករូបមន្តហ្នឹងទៅដើរលក់តាម restaurant ប៉ុន្តែគាត់លក់ជាង 5,000 ដងមានន័យបរាជ័យជាង 5,000 ដងតម្រាំតែគាត់សម្រេចចិត្តថាអញ្ចឹងឈប់លក់រូបមន្តនឹងឲ្យគេបើគេមិនព្រមទិញអញ្ចឹងគាត់បង្កើតអាណាចក្រខ្លួនឯងមួយឈ្មោះថា KFC យើងល្បីទាំងអស់គ្នាណា KFC ហើយគាត់ក៏ខ្លាយទៅជាស្ថិរព័ន្ធនេះដែរគាត់ក៏បានបន្សល់ទុកនៅមរតកគំនិតមួយដែរគឺថាយឺតប្រសើរជាងមិនចាប់ផ្ដើមភាសាអង់គ្លេសថា better late than never ណានេះជាមរតកគំនិតរបស់គាត់ហើយក្របពូជទី5គឺហ៊ានបើទៅពេលយើងមានគំនិតយើងគិតឲ្យយើងសាកហើយយើងដោះស្រាយហើយយើងអនុវត្តយើងធ្វើបន្ទាប់មកយើងត្រូវហ៊ានជាមួយនឹងទង្វើរបស់យើងព្រោះអីនៅពេលដែលយើងប្រកបកិច្ចការអ្វីមួយជាពិសេសការងារជាមួយនឹងតែម្ដងគឺมันអាចជោគជ័យគ្រប់តែជំហានទេវាអាចមានលាយឡំជាមួយនឹងឧបសគ្គបរាជ័យផ្សេងអញ្ចឹងយើងត្រូវតែហ៊ានប្រឈមនឹងហានិភ័យហ្នឹងហ៊ានទទួលយកលទ្ធផលដែលអាចនឹងបរាជ័យដែរហើយដោះស្រាយយកបរាជ័យធ្វើជាមេរៀនប៉ុន្តែមិនយកបរាជ័យធ្វើជាផ្លូវតលទេណាគឺហ៊ានប្រឈមអញ្ចឹងណាតែពេលដែលហ៊ានប្រឈមហ៊ានដោះស្រាយប៉ុន្តែធ្វើទង្វើដែលយើងហ៊ានដែលយើងក្លាហានត្រូវមានក្រមសីលធម៌ណាបាទហ៊ានតែពេលដែលយើងហ៊ានប្រឈមហើយយើងហ៊ានពុះពៀទៅមុខហ្នឹងគឺឱកាសជោគជ័យនឹងបានមកយើងហើយជាខ្ញុំសូមលើកឧទាហរណ៍មនុស្សពិតមួយទៀតហើយគាត់នេះមានលក្ខណៈផាលនឹងបុគ្គល Walt Disney ដែរគឺគាត់មានជំងឺពិបាកនៅក្នុងការរៀនសូត្រការចាំមេរៀនយល់មេរៀននិយាយសរសេរហ្នឹងគឺពិបាកជំងឺគេហៅ dyslexia ហ្នឹងណាគាត់ពិបាកគាត់កើតឆ្នាំ1950ហើយគាត់ទៅរៀនហ្នឹងគាត់ពិបាកដល់ពេលគាត់ពិបាកគេ bully ផងគ្រូសួរគ្រូតាមថាចង់ជួយតែប៉ុន្តែជួយគាត់អត់បានហើយក៏គាត់មានអារម្មណ៍ថាខ្មាស់អៀនហើយលំបាកនៅក្នុងការសិក្សាគាត់បោះបង់ការសិក្សាទៅប៉ុន្តែបោះបង់ការសិក្សាក៏ពិតមែនគាត់ហ៊ានណាហ៊ានអត់សូវជាអ្នកបកកែប្រមាណទេដូចខ្ញុំលើកឡើងបាញ់មិញហ្នឹងប៉ុន្តែពេលគាត់បោះបង់ការសិក្សាគាត់ទៅប្រកបអាជីវកម្មដំបូងរបស់គាត់មួយគឺបង្កើត Student Magazine គឺបង្កើតមុខរបរមួយគឺទស្សនវិស័យសម្រាប់សិស្ស
គាត់បង្កើតទស្សនៈដីសម្រាប់សិស្សខ្លួនឯងរៀនមិនសូវប្រកែផងមូលហេតុអីព្រោះគាត់ចង់ឲ្យមនុស្សដែលមានសុខភាពប្រហែលគាត់ក្រោមគាត់ឬក៏លើគាត់បន្តិចហ្នឹងឲ្យមានសម្លេងដែលថាមានវេទិកាសម្រាប់បញ្ចេញទស្សនៈយោបល់សម្លេងថាខ្លួនឯងមានឧបសគ្គចេះត្រូវដោះស្រាយចេះអញ្ចឹងណាជួយចែករំលែកបទពិសោធន៍ជីវិតទៅគ្នាទៅវិញទៅមកហើយក្រោយមកទៀតគាត់បង្កើតបានអាណាចក្រមួយឈ្មោះថា Virgin Group គឺជាក្រុមហ៊ុនអាកាសចរណាក្រុមហ៊ុនអាកាសចរដ៏ល្បីល្បាញហើយខ្ញុំមិញនិយាយពីគាត់កើតនៅឆ្នាំ1950ហើយគាត់មានជំងឺdyslexia បាទភ្លេចប្រាប់ឈ្មោះឈ្មោះរបស់គាត់គឺឈ្មោះថា Richard Branson Richard Branson នេះគឺហ៊ាននៅក្នុងការចាប់យកអាជីពខណៈដែលខ្លួនឯងមិនប្រកែជាមួយនឹងអាជីពនឹងផងបាទហើយក្រោយមកគាត់ខ្លាយទៅជាសេដ្ឋីសល់លុយរាប់ពាន់លានដែរហើយគាត់បានបន្សល់ទុកនៅផ្នែកកំណត់វិជ្ជមានមួយសម្រាប់យើងយកមកសិក្សាហើយដើរតាមលំអានរបស់គាត់បើអាចគឺគាត់និយាយថាការហ៊ានប្រថុយគឺស្មើនឹងការកំពុងតែចាប់ផ្ដើមបើកទ្វារឱកាសថ្មីការហ៊ានប្រថុយគឺជាការចាប់ផ្ដើមបើកទ្វារឱកាសថ្មីបាទនេះគឺជាសម្ដីដែលបន្សល់ទុកដោយ Richard Branson ចឹងមុននឹងបញ្ចប់វគ្គទី46នេះគឺខ្ញុំសូមបិទវគ្គនេះជាមួយនឹងប្រយោគដែលយើងអាចគិតថាងាយស្ដាប់ងាយយល់ងាយប្រើប្រាស់ទាំងអស់គ្នាគឺថាគិតបង្កើតទិសដៅសាកបង្កើតបទពិសោធន៍ដោះបង្កើតគុណតម្លៃធ្វើបង្កើតលទ្ធផលហ៊ានបង្កើតអនាគតបាទចឹងសូមបញ្ចប់វគ្គទី46ត្រឹមប៉ុណ្ណេះសូមគោរពជូនពរលោកស្រីមេដាបេដាណាត់ជាបាទកុមារយុវវ័ននិងប្រិយមិត្តយើងទាំងអស់គ្នាសូមសុខភាពល្អជោគជ័យគ្រប់ភាពកិច្ចហើយជួបគ្នាជាមួយនឹងវគ្គទី47ជាថ្មីម្ដងទៀតជាមួយនឹងប្រធានបទថ្មីផងដែរបាទអរគុណច្រើនជម្រាបលាបាយបាយ